មូលហេតុអីបានជាគេអាចរកចំណូលអំពីទីផ្សារ Forex បានហើយមូលហេតុអីបានជាគេចង់រៀនទៅលើវិស័យ Forex ទាក់ទងទៅនឹងហាងឆេងមាសគឺវាមានការប្រែប្រួលខ្លាំងគឺដោយសារកត្តាច្រើនវាមានមូលហេតុច្រើននៅក្នុងការប្រែប្រួលរបស់ទីផ្សារអញ្ចឹងទី1គឺបញ្ហាសង្គ្រាមទី2បញ្ហាទៅលើហិរញ្ញវត្ថុរបស់ប្រទេសមួយពីប្រទេសមួយហើយបញ្ហានយោបាយឬក៏និយាយរួមទៅបញ្ហាដែលប៉ះពាល់ទៅនឹងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចឬក៏ប្រទេសធំៗគឺតែងតែធ្វើឲ្យមាសគឺរង្គោះរង្គើឡើងចុះគឺខ្លាំងមែនតើនឹងដោយបងប្អូនដឹងជាបងប្អូនឃើញជាក់ស្ដែងហើយបញ្ហារបស់តាត្រាំជាមួយចិនគឺមិនទាន់ដោះស្រាយគ្នាដាច់ស្រាយទេអញ្ចឹងបានធ្វើឲ្យមាសហក់ឡើងខ្លាំងហ្នឹងហើយនៅបញ្ហាច្រើនមួយចំនួនទៀតទៅទៅនឹងកត្តាសេដ្ឋកិច្ចកត្តានយោបាយផ្សេងវាធ្វើឲ្យប៉ះពាល់ហើយនឹងឡើងចុះខ្លាំងអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលតាមដានទៅលើហាងឆេងមាសពិតជាដឹងហើយតម្លៃហាងឆេងមាសគឺនៅ4067ក្នុង1អោនហ្នឹង4067ក្នុង1អោនបើយើងគិតជាជីវិញគឺមួយជី400 500ជាងអញ្ចឹងទីផ្សារវាកញ្ជ្រោលខ្លាំងមែនតើហើយបច្ចុប្បន្នខ្ញុំបានចូល position មួយដែរហើយសម្រាប់ position នេះគឺចំណេញ800ជាងហើយគឺខ្ញុំមក close ទេហ្នឹងហើយខ្ញុំចូលបាយនៅតម្លៃ4500 4050អញ្ចឹងបច្ចុប្បន្នវាដើរនៅក្នុងតម្លៃ4669អញ្ចឹងវាបានច្រើនលេខដែរវាបានឈិតទៅ20លេខអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែចុចបាយ0.01បងប្អូនអរគ្នានឹងចំណេញ$20ជាងហើយបើយើងចូល0.010បងប្អូនអរគ្នានឹងចំណេញ$200ជាងអញ្ចឹងនៅក្នុងវិស័យមួយនេះគឺវាស្រួលសម្រាប់គេអ្នកចេះហើយពិបាកហើយឬក៏វាស្រួលសម្រាប់គេអ្នកចេះវាពិបាកសម្រាប់អ្នកអត់ចេះអញ្ចឹងអ្នកដែលថ្មីពួកគាត់ដែល trade card ហ្នឹងខ្ញុំអត់ដឹងថាមូលហេតុពួកគាត់បាន strategy ឬក៏ពួកគាត់មានការរៀនមកពីណាទេហើយសម្រាប់បច្ចុប្បន្នគឺទីផ្សារយើងនៅជាមួយទីផ្សារជាស្ដែងបងប្អូននឹងដឹងអំពីលំហឬក៏ទិសដៅរបស់វាហើយថាមូលហេតុអ្វីបានយើងគូចូលហើយមូលហេតុអ្វីបានយើងគូចេញអញ្ចឹងពីខ្ញុំគឺមានតែប៉ុណ្្នឹងទេតិចទៀតខ្ញុំនឹងមាន course មួយនឹងបើកវគ្គបង្រៀនមួយសម្រាប់បងប្អូនអរគ្នាដែលចង់ចូលរៀនឬក៏បងប្អូនអរគ្នាដែលចង់ស្វែងយល់អំពីទីផ្សារឬក៏បងប្អូនអរគ្នាចង់ស្វែងយល់អំពីតម្លៃហាងឆេងមាសបងប្អូនអាច contact មកខ្ញុំបានឬក៏បងប្អូនអាចចូលនៅក្នុង channel Telegram របស់ខ្ញុំបានដូចគ្នាដែរអញ្ចឹងពីខ្ញុំប្រាជ្ញាមាគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នា